ហើយបងប្អូនបាទក្នុងវីដេអូនេះគ្រូនឹងបង្ហាញអំពីវិធីក្នុងការចូលទៅប្រើប្រាស់ app ដើម្បីត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងបាទនៅក្នុងផ្នែកនេះគឺបងប្អូនអាចចូលមកផ្នែកវីដេអូនេះបាទបងប្អូនអាចមើលវីដេអូណែនាំបន្ថែមដើម្បីយើងអាចដឹងពីរបៀបក្នុងការចូលទៅប្រើប្រាស់បានបាទអញ្ចឹងនៅក្នុងផ្នែកនេះគឺជាលក្ខណៈវិញ្ញាសាស្តង់ដាបាទនេះគឺជាវិញ្ញាសាស្តង់ដាត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងអញ្ចឹងបងប្អូនអាចចូលមកគឺអាចប្រើប្រាស់បានហើយបន្តមកទៀតគឺយើងមានលំហាត់បន្តទៀតបាទហើយក៏មានជាលំហាត់គេហៅថាវប្បធម៌ទៅបាទតែងស្ក្តីព្រោះវិសលភាសាអង់គ្លេសនិងភាសាខ្មែរផងដែរហើយនៅក្នុងលំហាត់ផ្នែកទី2នេះគឺជាលំហាត់ដែលមានទម្រង់មធ្យមបាទទៅលំបាកបាទអញ្ចឹងនេះគឺជាផ្នែកបាទហើយបន្តទៀតយើងចូលមកដល់ផ្នែកទី3ក៏មានជាលំហាត់ពិបាកបន្ថែមដែរបាទអញ្ចឹងបងប្អូនអាចចូលមកប្រើប្រាស់បានបាទរហូតដល់ផ្នែកទី5តែម្ដងណាបាទផ្នែកទី5គឺជាផ្នែកដែលពិបាកបាទចឹងនៅក្នុងការធ្វើលំហាត់ទាំងអស់នេះគឺបងប្អូនអាចចូលមកប្រើប្រាស់ដោយគ្រាន់តែចុចទៅលើផ្នែកដែលយើងនេះជាលំហាត់វិញ្ញាសាស្តង់ដារត្រៀមប្រឡងប្រតិព្រមព្រៀងចឹងចុចមកគឺយើងរងចាំប្រហែលជាកន្លះនាទីគឺយើងទទួលបានណាបាទបន្តមកទៀតយើងមើលកន្លែងនេះគឺតកតងនឹងផ្នែកទី2នេះគ្រូផ្ដល់ជាឧទាហរណ៍នេះមួយឧទាហរណ៍ថាកសិករម្នាក់មានដីស្រែមួយប្លង់ទំហំ3,500 ម៉ែត្រការ៉េគាត់បានលក់2/5នៃផ្ទៃដីនោះហើយបន្ទាប់មកបានទិញដីបន្ថែម1/3នៃផ្ទៃដីដែលនៅសល់តើកសិករនោះមានដីស្រែបាទសរុបប្រមាណម៉ែត្រការ៉េនៅពេលក្រោយណាបាទអញ្ចឹងគឺលំហាត់ទម្រង់ចំណោទគឺយើងត្រូវដឹងថាវាមានប្រមាណជំហានក្នុងការរកចម្លើយវាអញ្ចឹងមានន័យថាលំហាត់ទាំងអស់នេះគឺអាចថា3ជំហានឬក៏5ជំហានក៏ថាបានសិតតែជាលំហាត់ពិបាកសម្រាប់យើងត្រៀមក្នុងគ្រូកិច្ចព្រមព្រៀងបាទអញ្ចឹងបើសិនជាយើងចុចថាវាជ្រើសរើសឧទាហរណ៍យើងជ្រើសរើសបើសិនជាខៀវគឺមានន័យថាត្រឹមត្រូវបើសិនជាក្រហមមានន័យថាខុសអញ្ចឹងក្នុងការធ្វើគឺបងប្អូនត្រូវតែសរសេរกระดาษគិតសិនមុននឹងយើងគូស tick ណាតែនេះគ្រូនឹងគូសសិនបាទអញ្ចឹងខុសត្រូវអីយើងគូសទៅបើខៀវគឺក្រហមត្រូវហើយបាទក្រហមគឺខុសហើយបាទអញ្ចឹងយើង tick មកបាទអញ្ចឹងមានថានេះគឺវាលោតចម្លើយឲ្យយើងបាទលោតចម្លើយយើងបាទអញ្ចឹងមុននឹងយើង tick គឺបងត្រូវចាំថាបងត្រូវតែកែនាងក្នុងกระดาษសិនយើងកុំតន់គេហៅថា tick ភ្លាមបាទយើងត្រូវគិតសិនណាបាទយើងត្រូវគិតសិនហើយលំហាត់ដូចគ្នាប្រហែលគ្នាហ្នឹងឯងបាទហើយយើងវាមានទាំងថ្នាក់អនុវិទ្យាល័យក៏នៅក្នុងហ្នឹងដែរបាទបងប្អូនអាចចូលមកមើលបន្ថែមមកគឺមានថ្នាក់អនុវិទ្យាល័យដែលជាលំហាត់ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងហ្នឹងក៏មាននៅក្នុងហ្នឹងដែរបាទអញ្ចឹងនេះយើងមើលបន្តមកនេះបាទគឺលំហាត់ទម្រង់គេហៅថាអនុវិទ្យាល័យហើយក៏មានថ្នាក់វិទ្យាល័យនៅក្នុងហ្នឹងស្រាប់ដែរបាទហើយក៏សិតតែមានចម្លើយទាំងអស់បាទអញ្ចឹងយើងធីកទៅតាមជាក់ស្ដែងហ្នឹងមកបាទអញ្ចឹងយើងមុននឹងយើងធ្វើយើងត្រូវតែសរសេរសិនបងណាយើងត្រូវសរសេរសិនយើងកុំតន់គេហៅថាគិតភ្លាមពេកបាទដោយសារលំហាត់ទាំងអស់នេះត្រូវការគិតណាអញ្ចឹងបងប្អូនអាចចូលមកប្រើប្រាស់បានអញ្ចឹងបើសិនយើងចូលមកដល់ក្រោមទៀតគឺកម្រិតថ្នាក់វិទ្យាល័យហើយបាទនេះកម្រិតថ្នាក់វិទ្យាល័យមានប៉ារ៉ាបូលមានម៉ាទ្រីកមានគេហៅថាអនុគមគូសេះជាដើមបាទអញ្ចឹងបងប្អូនអាចចូលមកប្រើប្រាស់បានអញ្ចឹងមានថាផ្នែកនេះគឺមានទាំងបឋមបាទមានទាំងពីអនុវិទ្យាល័យនិងមានទាំងពីគេហៅថាវិទ្យាល័យដែរបាទអញ្ចឹងហើយក៏មានជាលក្ខណៈភាសាគេហៅថាអឺភាសាអង់គ្លេសបាទហើយភាសាខ្មែរហើយនិងវប្បធម៌ទៅក្នុងនឹងដែរបាទអញ្ចឹងគឺមានទាំងអស់ហើយក៏គ្រូមាន free ឯកសារជាច្រើនទៀតឲ្យបងប្អូនចិត្តបងប្អូនអាចចូលសិក្សាបានតម្លៃសិក្សាគឺ50,000រៀលបាទរៀនបានរហូតបងប្អូនបាទអញ្ចឹងបងប្អូនដែលចង់សិក្សាអាចទំនាក់ទំនងតាមលេខទូរស័ព្ទបាទ012 57 94 99បាទអញ្ចឹងសូមអរគុណច្រើនបងប្អូន